សួស្តីអ្នកទាំងអស់គ្នាពេលនេះសូមជើញតាមដានរឿងអវតារជាមួយខ្ញុំបន្តទៀតវីដេអូថ្ងៃនេះចាប់ផ្ដើមជាមួយនឹងក្រុមរបស់ Azula ដែលនៅក្នុងនោះមានទាំង Zuko ម្នាក់ផងដែរតាមពិតទៅពួកគេទាំង4នាក់ហ្នឹងគឺជាមិត្តភក្តិលេងជាមួយគ្នាតាំងពីតូចៗមកម្លេះហើយថ្ងៃនេះពួកគេត្រូវបានស្ដេចអូស័យបង្ខំឲ្យមកសម្រាប់វិស្មការនៅកោះមួយឈ្មោះ Amber រយៈពេលមួយអាទិត្យមូលហេតុគឺដោយសារស្ដេចអូស័យត្រូវការប្រជុំសម្ងាត់ជាមួយគ្នាគាត់ដោយគ្មានការរំខានកន្លែងដែលពួកគេត្រូវស្នាក់នៅគឺជាផ្ទះតូចមួយតែប៉ុណ្ណោះនៅលើកោះហើយអ្នកដែលចាំទទួលស្វាគមន៍ពួកគេគឺលោកយាយ2នាក់ដែលជាកូនភ្លោះម្នាក់ឈ្មោះលីម្នាក់ឈ្មោះឡូពួកគាត់គឺជាទីប្រឹក្សាចំណិតរបស់ Azula តាំងពីយូរមកហើយលោកយាយលីឡូ2នាក់ហ្នឹងចូលចិត្តនិយាយដូចគ្នាហើយធ្វើអីដូចគ្នាដោយមនុស្សតែមួយអញ្ចឹងពួកគាត់និយាយថាឆ្នេរសមុទ្រនៅកោះ Amber ហ្នឹងពិតជាពិសេសណាស់ជួយឲ្យមនុស្សសម្រាកហើយនឹងស្គាល់ខ្លួនឯងបានយ៉ាងច្បាស់បន្តមកក្រោយពេលផ្លាស់សម្លៀកបំពាក់រួចក្រុមរបស់ Azula បាននាំគ្នាទៅលេងនៅឆ្នេរសមុទ្រនៅទីនោះ Azula នៅតែប្រកាន់អត្តចរិតជាកូនស្ដេចដដែលតែនាងអត់បានប្រាប់គេថានាងគឺជាកូនរបស់ស្ដេចអូស័យទេចំណែកថៃលីវិញនាងធ្វើចរិតជាស្រីស្អាតតែទាញចំណាប់អារម្មណ៍ពីប្រុសៗបានជាច្រើននាក់កន្លែងទៅមើលស៊ូកូហើយនឹងមេពួកគេទាំងពីរនាក់គឺជាសង្សារនឹងគ្នានៅពេលហ្នឹងស៊ូកូខំព្យាយាមយកចិត្តមេដែរប៉ុន្តែមេធ្វើធម្មតាដោយអត់មានអារម្មណ៍សោះងាកទៅមើលស៊ូឡាវិញនាងអត់ផ្សក់ពេកឃើញគេលេងបាល់ក៏ចង់ចូលទៅលេងជាមួយគេហើយមិនថាអ្នកណារវល់ធ្វើអីទេត្រូវតែចូលរួមលេងជាមួយនាងជាដាច់ខាតមុនពេលចាប់ផ្ដើមស៊ូឡាបានរៀបចំផែនការវាយប្រហារលើគូស្រូវណាម្នាក់ដោយនាងទៅធ្វើសង្គ្រាមជាមួយគេអញ្ចឹងការប្រកួតនៅពេលហ្នឹងក្រុមរបស់ Azula លេងចាស់ដៃបន្តិចហើយព្រោះតាមចរិតរបស់ Azula គឺមិនឲ្យចាញ់គេជាដាច់ខាតអត់មានគិតថាគេគ្រាន់តែលេងឲ្យសប្បាយតែប៉ុណ្ណោះទេបន្តមកទៀតមានប្រុសស្អាត2នាក់បានមកបបួលថៃលីហើយនឹងមេឲ្យទៅជប់លៀងនៅផ្ទះរបស់ពួកគេនៅល្ងាចហ្នឹងនៅពេលហ្នឹង Azula បានសួរថាហេតុអីបានជាអត់បបួលនាងផងហើយដោយសារតែអត់មានជំរឿប្រុសស្អាតទាំងពីរនាក់ហ្នឹងក៏យកព្រមឲ្យ Zuko ហើយនឹង Azula ទៅជាមួយផងដែរកាត់ទៅមើលក្រុមរបស់អេងវិញនៅពេលនេះពួកគេកំពុងតែរងចាំជួបគ្នាជាមួយនឹងក្រុមរបស់ប៉ាសុខាដើម្បីរួមគ្នាវាយលុកចូលទៅកាន់នគរភ្លើងនៅថ្ងៃសុគ្រាហើយដោយសារតែអាងថាកន្លែងដែលពួកគេកំពុងតែលេងទឹកនឹងស្ងាត់អត់មានមនុស្សអេងអត់បានរុំក្បាលរបស់គាត់នោះទេចៃដន្យនៅពេលនោះមានទាហានភ្លើង2នាក់ឆ្លងមើលឃើញអេងហើយដឹងថាអវតារនៅរស់ពួកគេក៏បញ្ញាផ្ញើសារទៅប្រាប់ស្ដេចអូស័យតាមរយៈសត្វខ្លែងមួយក្បាលបន្តមកនៅពេលដែលសត្វខ្លែងនោះកំពុងតែហោះតាមផ្លូវស្រាប់តែមានសត្វឥន្ទ្រីមួយក្បាលទៀតបានហោះមកវាយប្រហារវាទម្លាក់ទៅដីរួចហើយលុយយកសារនៅលើខ្នងរបស់វាពំយកទៅបាត់សត្វឥន្ទ្រីមួយក្បាលនោះគឺជារបស់អត្តពៈភ្នែក3ដែលស៊ូកូជួលឲ្យមកតាមសម្រាប់អវតារនៅពេលនេះអត្តពៈភ្នែក3នឹងដឹងហើយថាអវតារនៅណាកាត់ទៅមើលក្រុមរបស់ស៊ូឡាវិញនៅពេលដែលពួកនាងទៅដល់កន្លែងជប់លៀងពួកនាងដូចជាមិនសូវជាចោះចំណោមជាមួយនឹងគេទេដោយសារតែមិនធ្លាប់ចូលរួមកម្មវិធីបែបរាសសាមញ្ញអញ្ចឹងពេលហ្នឹងមើលទៅមានតែថៃលីទេដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេធ្វើឲ្យស៊ូឡាមានចិត្តចំណានក៏និយាយថាមកពីថៃលីនឹងហាច់ពេកតែក្រោយមកនាងបានសុំឲ្យថៃលីជួយប្រហាត់បរិយានាងផងអាក្បាច់ហាច់ហ្នឹងគេធ្វើមិនខ្លះហើយថៃលីក៏ប្រាប់មកក្បាច់ថាបើសិនជាចង់ឲ្យប្រុសណាចូលចិត្តយើងនៅពេលដែលនិយាយគ្នាទោះបីជាគេនិយាយអីក៏ដោយយើងត្រូវតែសើចដើម្បីគេមានអារម្មណ៍ថាគេប្រសពនិយាយកំ pl ែងបន្តមកពួកនាងក៏សាកសម្ដែងដោយថៃលីធ្វើជាមនុស្សប្រុសនៅពេលនោះអាស៊ូឡាពិតជាសើចមែនអត់មានលាក់អីបន្តិចទេបន្តមកទៀតអាស៊ូឡាបានយកក្បាច់ដែលថៃលីទៅបរិញ្ញានឹងទៅប្រើជាមួយនឹងម្ចាស់កម្មវិធីឈ្មោះចានការសន្ទនារវាងពួកគេនៅពេលនោះឃើញថាមានប្រសិទ្ធភាពមែនរហូតដល់ចានលងស្នេហ៍លើអាស៊ូឡាសឹបតែម្ដងប៉ុន្តែក្រោយមកបន្តិចអាស៊ូឡាបែរទៅជាបដូរប្រធានបទនិយាយរឿងអនាគតថាពួកគេនឹងធ្វើសង្គ្រាមគ្រប់គ្រងពិភពលោកឯណាវិញ I gotta go ការទៅមើលស៊ូកូហើយនឹងមេពួកគេមានអារម្មណ៍ថាធុញទ្រាន់ណាស់ម្នាក់ដោយអត់សូវសប្បាយចិត្តសោះនៅពេលហ្នឹងស៊ូកូបានងើបទៅរកអីញ៉ាំហើយពេលត្រឡប់មកវិញឃើញបរិយាម្នាក់កំពុងតែនិយាយគ្នាលេងជាមួយមេធ្វើឲ្យគាត់ខឹងប្រច័ណ្ឌទ្រាំបានក៏ចូលទៅវាយគេប្រាវនៅពេលហ្នឹងមេបានបន្ទោសស៊ូកូថាឆៅឆាវជ្រុលចំណែកស៊ូកូវិញបាននិយាយស្ដីឲ្យមេថាជាមនុស្សសអក្រក់អត់មានជាតិចៅសោះហើយគាត់ក៏បានចាក់ចេញពីទីនោះមិនដឹងជាហេតុអីទេស៊ូកូបានក្លាយទៅជាមនុស្សឆាវឆាវតាំងពីគាត់ត្រឡប់មកដល់នគរភ្លើងវិញមកម្លេះនៅពេលនោះគាត់បានធ្វើដំណើរទៅផ្ទះលំហែកាយមួយដែលគាត់ធ្លាប់រស់នៅជួបជុំគ្រួសារជាមួយប៉ាម៉ាក់គាត់តាំងពីនៅក្មេងៗនៅទីនោះស៊ូកូបានឃើញរូបថតដែលគ្រួសាររបស់គាត់ថតជុំគ្នាហើយចាំបានថាម៉ាក់របស់គាត់ពិតជាស្រឡាញ់គាត់ខ្លាំងណាស់នៅទីនោះផងដែរគាត់ក៏បានឃើញដីឥដ្ឋមួយផ្ទាំងដែលមានរូបបាតដៃរបស់គាត់កាលពីក្មេងបន្តមកសាយរឿងបានកាត់ទៅមើលក្រុមរបស់អេងនៅពេលដែលពួកគេកំពុងតែដេកលក់ថប់ស្ដាប់ដឹងថាមានមនុស្សកំពុងតែធ្វើដំណើរទៅរកពួកគេហើយមនុស្សម្នាក់ហ្នឹងគ្មាននរណាផ្សេងទេក្រៅពីអត្តពៈភ្នែក3ហើយនៅពេលហ្នឹងអត់មាននិយាយច្រើនទេអត្តពៈភ្នែក3បានប្រើភ្នែកទី3របស់គាត់ដេញបាញ់ប្រហារក្រុមរបស់អេងតែម្ដងការបាញ់របស់អត្តពៈភ្នែក3ហ្នឹងពិតជាសាហាវណាស់ទោះបីជាក្រុមរបស់អេងអាចតបបានខ្លះក៏ចំហាយផ្ទុះរបស់វានៅតែអាចខ្ទាតត្រូវក្រុមរបស់អេងដូច្នេះដើម្បីសុវត្ថិភាពក្រុមរបស់អេងត្រូវទៅរកផ្លូវគេចខ្លួនមកគ្រាសិននៅពេលហ្នឹងអេងបានរត់ចូលទៅបំបែដានអត្តពៈភ្នែក3ហ្នឹងដើម្បីបើកឱកាសឲ្យគ្នារបស់គាត់ជាប៉ាកិច្ចចេញទៅមុនពិតជាសំណាងណាស់នៅពេលនោះអេងអាចគេចរួចពីអពៈភ្នែក3ហ្នឹងទាំងប្រផិតប្រផាយ
ត្រឡប់ទៅមើលស៊ូកូវិញគាត់បានយករូបថតរបស់គ្រួសារគាត់ទៅដុតចោលដើម្បីកុំឲ្យឃើញនន់តែមានការឈឺចាប់ហើយនៅពេលដែលថៃលីសួរគាត់ថាហេតុអីបានធ្វើអញ្ចឹងស៊ូកូក៏ឆ្លើយបកទៅវិញទាំងកំហឹងថានាងមិនយល់ពីអារម្មណ៍ឈឺចាប់របស់គាត់នោះទេគាត់ថាឲ្យថៃលីថាមួយថ្ងៃដឹងតែពីរឿងសប្បាយមិនដែលជាការទុកអីឡើយហើយថៃលីក៏តបវិញថានាងក៏មានរឿងការទុកនៅក្នុងចិត្តផងដែរប្រវត្តិរបស់ថៃលីគឺនាងមានបងប្អូនភ្លោះ7នាក់ដោយសារតែចង់ខ្លាយទៅជាមនុស្សម្នាក់ដែលប្លែកពីគេមិនចង់ដូចបងប្អូនផ្សេងទៀតថៃលីបានរត់ចេញពីផ្ទះទៅវឹកហាត់ធ្វើជាអ្នកលេងសៀកប្រវត្តិរបស់នាងលំអិតមាននៅក្នុងសភៅម៉ុងហ្កាគេបានប្រាប់យើងលំអិតនៅក្នុងរឿងនេះទេនៅពេលហ្នឹងមេបានឆ្លៀតនិយាយឌឺឲ្យថៃលីទាំងមុខស្មើថាការដែលថៃលីចូលចិត្តធ្វើចរិតហែកដាក់ប្រុសគឺដោយសារតែការវិតូចថៃលីខ្វះចំណាប់អារម្មណ៍និងភាពកក់ក្ដៅពីគ្រួសារហើយថៃលីក៏បានប្រើសម្ដីវាយបកទៅវិញថាវាគ្រាន់បើជាមនុស្សដែលមានចរិតស្មើៗដូចមេដែរការទុកក៏មុខស្មើសប្បាយចិត្តក៏មុខស្មើប្រវត្តិរបស់មេប៉ុន្មានថានាងគឺជាកូនច្បាយក្រុងមានសពមានគ្រប់ប៉ុន្តែឪពុកម្ដាយរបស់នាងតាំងតែងដាក់នាងខ្លាំងណាស់មិនឲ្យនាងបញ្ចេញអារម្មណ៍ផ្ដេសផ្ដាសនោះទេអាហ្នឹងហើយគឺជាមូលហេតុដែលមេតែងតែធ្វើមុខស្មើរហូតហាក់បីដូចជាមនុស្សដែលអត់មានមនោសញ្ចេតនានៅក្នុងខ្លួនប៉ុន្តែនៅយប់នេះមេសូមបញ្ចេញអារម្មណ៍ខឹងដាក់ថៃលីជាលើកដំបូងឃើញចឹងស៊ូកូបានមកប្រាប់មេថាគាត់ចង់ឲ្យមេបញ្ចេញអារម្មណ៍បែបធម្មជាតិអញ្ចឹងទើបគាត់ចូលចិត្តតែមេបានបកទៅស៊ូកូវិញថានាងមិនទាន់បាត់ខឹងជាមួយស៊ូកូទេឃើញពីអ្នកនេះឆ្លោះគ្នាអញ្ចឹងថៃលីក៏និយាយលេងថាកុំឆ្លោះគ្នាប្រយ័ត្នខូចសម្រស់ពាក្យសម្ដីរបស់ថៃលីប៉ះពាល់ដល់អារម្មណ៍របស់ស៊ូកូណាព្រោះសម្រស់របស់គាត់ត្រូវបានប៉ារបស់គាត់បំផ្លាញចោលតាំងពី3ឆ្នាំមុនមកម្លេះស៊ូកូនិយាយថានៅពេលនេះគាត់ត្រឡប់មកវិញបានដោយបំណងហើយប៉ារបស់គាត់ទទួលស្គាល់គាត់វិញហើយប៉ុន្តែមិនដឹងហេតុអីទេគាត់នៅតែមានអារម្មណ៍មិនសប្បាយចិត្តហើយខឹងឆេវឆាវគ្រប់ពេលវេលានៅពេលនោះអាស៊ូឡាបានសួរស៊ូកូថាគាត់ខឹងជាមួយអ្នកណាគេហើយនៅពេលដែលនិយាយចុះនិយាយឡើងទៅស៊ូកូដឹងខ្លួនថាគាត់ខឹងជាមួយនឹងខ្លួនឯងរឿងដែលតាក់ទងជាមួយនឹងតួអង្គ4នាក់ហ្នឹងខ្ញុំសូមបិទបញ្ចប់ដោយសង្ខេបត្រឹមប៉ុណ្្នឹងចុះពេលនេះយើងចូលទៅមើលសាច់រឿងថ្មីដែលតាក់ទងជាមួយនឹងប្រវត្តិនៃសង្គ្រាមដែលបានបង្កើតឡើងដោយនគរភ្លើងកាលពីជាង100ឆ្នាំមុនសាច់រឿងចាប់ផ្ដើមជាមួយនឹងអវតាររ៉ូគូបានមកបញ្យល់សពអេងហៅអេងឲ្យទៅកោះមួយដែលជាស្រុកកំណើតរបស់អវតាររ៉ូគូហើយក្រោយមកមិនយូរប៉ុន្មានក្រុមរបស់អេងបានជាអាប៉ាទៅដល់ទីនោះមើលទៅនៅទីនោះអត់មានផ្ទះសម្បែងស័ក្តិសមជាភូមិស្រុកអីទេប៉ុន្តែថប់ស្ទាបដឹងថាមានផ្ទះជាង100ខ្នងបានកប់ចូលទៅក្នុងដីបន្ទាប់មកអេងបានតាំងសមាធិដើម្បីធ្វើទំនាក់ទំនងទៅកាន់អវតាររ៉ូគូហើយមិនយូរប៉ុន្មានវិញ្ញាណរបស់អវតាររ៉ូគូបានមកជួបគាត់រួចជូនគាត់ទៅមើលប្រវត្តិសាស្ត្រដែលបានកើតឡើងកាលពីមុនរ៉ូគូគឺជាមិត្តភក្តិជិតស្និទ្ធរបស់ព្រះអង្គម្ចាស់នៅនគរភ្លើងឈ្មោះសូសិនហើយសូសិននឹងគឺជាជីតារបស់ស្ដេចអូស័យសប្តាហ៍ថ្ងៃនេះហើយក៏ត្រូវជាជីតាទូតរបស់ស៊ូកូផងដែរវាពិតជាចៃដន្យណាស់សូសិននិងរ៉ូគូមានថ្ងៃខែឆ្នាំកំណើតដូចគ្នាទៀតបន្ទាប់មកនៅថ្ងៃខួបកំណើតរបស់ពួកគាត់មានព្រឹទ្ធាចារ្យនៅនគរភ្លើង5នាក់បានមកជួបពួកគាត់ហើយប្រាប់ថារ៉ូគូគឺជាអវតារបន្ទាប់មករ៉ូគូត្រូវចេញដំណើរទៅហាត់ធាតុ3ទៀតគឺទឹកដីនិងខ្យល់ដោយសារតែអវតារត្រូវតម្រូវឲ្យចេះធាតុទាំង4នៅមុនពេលដែលរ៉ូគូត្រូវចាក់ចេញទៅសូសិនបានឲ្យមកករបស់គាត់ទៅរ៉ូគូទុកជាអនុស្សាវរីយ៍វិជាដែលរ៉ូគូចេញទៅហាត់មុនគេគឺក្បាច់ខ្យល់នៅប្រាសាទខ្យល់ដែលជាស្រុកកំណើតរបស់អេងគឺនៅទីនោះហើយដែលរ៉ូគូស្គាល់គីយ៉ាត់សូដែលជាគ្រូរបស់អេង Check this out. បន្ទាប់ពីបានចំណាយពេលជាច្រើនឆ្នាំហាត់ក្បាច់ខ្យល់ចេះអស់ហើយរ៉ូគូបានបន្តដំណើរទៅហាត់ក្បាច់ទឹកហើយនិងក្បាច់ដីបន្តទៀតកាលនោះរ៉ូគូត្រូវចំណាយរយៈពេលអស់12ឆ្នាំទើបឲ្យហាត់ធាតុទាំង4ចេះស្ទាត់បន្ទាប់មកក៏បានត្រឡប់ទៅនគរភ្លើងជួបជាមួយនឹងសូសិនវិញហើយក្រោយមកបានរៀបការជាមួយនឹងនារីដែលគាត់ស្រឡាញ់ម្នាក់ឈ្មោះថាមិនបន្ទាប់មកមានថ្ងៃមួយសូសិនបានហៅរ៉ូគូទៅជួបនិយាយគ្នាតែ2នាក់សូសិនគិតថាបច្ចុប្បន្ននគរភ្លើងរបស់គាត់រីកចម្រើនខ្លាំងណាស់អញ្ចឹងហើយទៅគាត់មានកំណត់ចង់ចែករំលែកភាពរីកចម្រើនរុងរឿងហ្នឹងទៅកាន់ប្រជាជននានាទូទាំងពិភពលោកមានន័យថាគាត់ចង់ធ្វើជាស្ដេចអធិរាជនៅលើពិភពលោកហើយជាតិសាសន៍ផ្សេងទៀតត្រូវតែស្ថិតនៅក្រោមការត្រួតត្រារបស់គាត់គំនិតមួយហ្នឹងរ៉ូគូបានប្រឆាំងដាច់អហង្ការដោយសារតែវានឹងធ្វើឲ្យបាត់បង់តុល្យភាពអំណាចនៅលើពិភពលោកនៅពេលហ្នឹងសូសិនអត់ព្រមស្ដាប់នោះទេនៅតែរឹងតែតឹងកាលហ្នឹងក៏បានប្រាថ្នាពុតរបស់ផ្កាយដល់កន្ទុយវាយដណ្ដើមកាន់កាប់នគរដីបានហើយដល់ពេលរ៉ូគូដឹងរឿងហ្នឹងក៏ទៅប្រាប់គាត់ឲ្យបញ្ឈប់ជាបន្ទាន់ប៉ុន្តែសូសិនអត់ស្ដាប់នោះទេបែរជាលួចវាយប្រហាររ៉ូគូពីក្រោយការប្រយុទ្ធនៅពេលហ្នឹងសូសិនបានឈ្នះរ៉ូគូឡើយលើកនោះនៅក្នុងនាមជាមិត្តភក្តិរ៉ូគូបានទុកជីវិតឲ្យសូសិនម្ដងប៉ុន្តែអត់មានលើកក្រោយនោះទេបន្ទាប់ពីហ្នឹងពួកគាត់ទាំងពីរនាក់បានបែកគ្នារយៈពេល25ឆ្នាំអត់តាក់ទងគ្នាទេមានយប់មួយភ្នំភ្លើងនៅលើកោះដែលរ៉ូគូស្នាក់នៅចាប់ផ្ដើមផ្ទុះនៅយប់នោះរ៉ូគូបានឲ្យគ្រួសាររបស់គាត់ទៅមុនចំណែកគាត់នៅប្រយុទ្ធទប់ទល់ជាមួយនឹងភ្នំភ្លើងតែម្នាក់ឯងប៉ុន្តែទោះបីជារ៉ូគូខ្លាំងប៉ុណ្ណាក៏មិនអាចទប់ទល់ជាមួយនឹងភ្នំភ្លើងនោះបានយូរដែរក្រោយមកមិត្តសម្ដែងរបស់គាត់គឺសូសិនបានទៅដល់ដើម្បីជួយគាត់ម្នាក់ទៀតបន្ទាប់ពីបានប្រយុទ្ធទប់ទល់ជាមួយនឹងភ្នំភ្លើងអមមកស្ទុះពន្យាពេលឲ្យអ្នកភូមិជិះទូកទៅបានឆ្ងាយគួរសមហើយពួកគាត់ទាំងពីរនាក់ក៏សម្រេចចិត្តដកថយចេញពីទីនោះប៉ុន្តែសំណាងមិនល្អសោះរ៉ូគូបានហិតត្រូវផ្សែងពុលពេលហ្នឹងមិនដឹងថាសូសិនគិតអីទេអត់ព្រមជួយរ៉ូគូទេបែរជាជីសត្វនេះហោះយករួចខ្លួនតែម្នាក់ឯងជាលទ្ធផលរ៉ូគូហើយនឹងនាងរបស់គាត់ត្រូវបានផេះភ្នំភ្លើងកប់ស្លាប់នៅទីនោះក្រោយមកទៀតសូសិនដឹងថាអវតារបន្តពីរ៉ូគូនឹងចាក់កំណើតនៅជាតិសាសខ្យល់អញ្ចឹងហើយទៅគាត់លើកតបទៅកម្ចាត់ជាតិសាសខ្យល់ចោលសំណាងហើយដែលនៅពេលហ្នឹងអេងហើយនឹងអាប៉ារួចខ្លួនខណៈពេលដែលអេងហើយនឹងអវតាររ៉ូគូចេញទៅមើលប្រវត្តិសាស្ត្រស៊ូកូនៅវិញក៏ទទួលបានសារសម្ងាត់មួយប្រាប់ឲ្យគាត់ធ្វើដំណើរទៅបន្ទប់សម្ងាត់នៅក្រោមវាំងដើម្បីពិនិត្យមើលប្រវត្តិសាស្ត្ររបស់ជីតាទូតរបស់គាត់ផងដែរ
ក្រោយពេលសិក្សាស្វែងយល់ចប់អស់ហើយស៊ូកូបានធ្វើដំណើរទៅជួបជាមួយនឹងលោកអ៊ំអេរ៉ូព្រោះគាត់ដឹងថាអ្នកផ្ញើសារសម្ងាត់ឲ្យគាត់គឺលោកអ៊ំអេរ៉ូគាត់ឆ្ងល់ណាស់ថាហេតុអីបានជាលោកអ៊ំអេរ៉ូឲ្យគាត់សិក្សាពីរឿងនឹងធ្វើអីរឿងរបស់តាទួតឈ្មោះសូសិនរបស់គាត់នរណាក៏ដឹងដែរពេលហ្នឹងលោកអ៊ំអេរ៉ូបានប្រាប់ស៊ូកូថាស៊ូកូនឹងមិនមែនមានតាទួតតែម្នាក់ឈ្មោះសូសិននឹងទេគាត់មានតាទួតម្នាក់ទៀតនៅខាងម៉ាក់របស់គាត់ឈ្មោះរ៉ូគូមានន័យថាស៊ូកូក៏មានជាប់សាច់ឈាមជាមួយនឹងអវតាររ៉ូគូផងដែរចុងក្រោយលោកអ៊ំអេរ៉ូបានយកមកករបស់អវតាររ៉ូគូទៅឲ្យស៊ូកូដោយសង្ឃឹមថាស៊ូកូនឹងដើរតាមគំលងជាតាទួតរ៉ូគូរបស់គាត់សម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាអ្នកទាំងអស់គ្នាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយចុច like ហើយនិង comment ពាក្យថាល្អមើលម្នាក់មួយហើយចំពោះអ្នកដែលមិនទាន់បាន subscribe Channel មនុស្សចរណៃទេសូមជួយចុច subscribe ផងសូមអរគុណនិងសូមជូនពរអ្នកទាំងអស់គ្នានឹងក្រុមគ្រួសារឲ្យមានសុខភាពល្អសំណាងល្អនៅអនាគតបវររុងរឿង